បន្ទាត់ខ្មែរគូសពោស2515ខុសពីបន្ទាត់ថៃគូស2516តែឡៅខ្មែរបានគូសវាំងកោះគាត់ច្បាស់ណាស់បានគូសឆ្វែលកោះគាត់មិននៅក្នុងរបៀបវិរិយនៃការចរចានេះពួកគេមិនមានបញ្ហាអ្វីទេពេលជួបគ្នាគេសួរយើងថាគណៈកម្មការព្រំដែនថៃរួចពេលណានាងខ្ញុំបានប្រាប់វិញថាប្រហែលជាមកពីប្រជុំអូប៉ិចវិញរឿងកោះគាត់វាលែងជាបញ្ហាហើយព្រោះគេបានគូសបន្ទាត់ឆ្វែលរួចហើយកោះគាត់ជារបស់យើងរួចហើយពួកគេគូសបន្ទាត់ឆ្វែលពីព្រោះមិនចង់មានបញ្ហាដូចគ្នាហើយដោយខ្លីដោយមិនយករឿងបច្ចេកទេសហើយខ្ញុំនឹងបញ្យល់តែហេតុអីបានជាមិនមែនជាការរឿងយកបច្ចេកទេសមកលាយនយោបាយអាចធ្វើឲ្យយើងបាត់ផលប្រយោជន៍ជាតិព្រោះបើយើងគិតពីផលប្រយោជន៍ជាតិត្រូវយល់ការសម្រេចចិត្តពេលណាត្រូវធ្វើអីអញ្ចឹងចម្លើយសួរសំណួរសួរថាខ្ញុំឃើញគេចោទចេះគេថារដ្ឋាភិបាលនៅស្ងាត់ជ្រាបដោយចៅលួចសេះអត់ហ៊ានតតាំងជាមួយថៃពេលដែលគេនិយាយថាស្អីចឹងទៅគេចោទថារដ្ឋាភិបាលជំនាន់ខ្ញុំនេះធ្វើឲ្យបាត់កោះកុដបាត់ដែនសមុទ្រខ្មែរគេចោទថារដ្ឋាភិបាលត្រូវតែប្តឹងទៅ ICJ ទៅស្អីចឹងទៅត្រូវតែបញ្យល់ខ្ញុំសូមបញ្យល់ឲ្យខ្លីបែបនេះថ្ងៃនេះមាននិស្សិតបញ្ញវន្ត 1000 នាក់ដែលឲ្យចង់ដឹងផែជាឃើញរឿងហ្នឹងមានវត្ថុនៅក្រៅប្រទេសផងហើយអ្នកនយោបាយបើអស់ពីរឿងមួយចូលរឿងមួយអារឿង CTE CLV DTA អាអត់រឿងសោះក៏បង្កើតរឿងមួយទៅចិត្តអ្នកជំនាញអ្នកខ្លះពេលខ្លួនឯងនៅសភាមិនខ្ចីនិយាយគិតថាត្រូវដល់ឥឡូវទៅឃើញឱកាសនយោបាយយកទៅនិយាយប៉ាត់ដាប៉ាត់ជំនាញហើយអ្នកខ្លះគឺអ្នកចេះគ្រប់ឥឡូវខ្ញុំសូមបញ្យល់ខ្ញុំសូមផ្ញើសារឲ្យបងប្អូនជនរួមជាតិចម្លើយហេតុអីបានជារដ្ឋាភិបាលនៅស្ងៀមមិននិយាយស្ដីចម្លើយគឺផ្អែកលើមូលដ្ឋានពីរទី1គឺភាពចាស់ទុំខាងនយោបាយនិងទី2គឺការទទួលខុសត្រូវចំពោះជាតិនិងប្រជាជនក្នុងការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិខ្ញុំនឹងបញ្យល់មូលដ្ឋានពីរនេះហើយបានជារដ្ឋាភិបាលមិននិយាយស្ដីរឿងនេះព្រោះវាមិនមែនជារឿងភាពចាស់ទុំតើហេតុអីទៅជាភាពចាស់ទុំវាភាពចាស់ទុំមានមូលហេតុ3